បាទសួស្តីបងប្អូនទាំងអស់គ្នាមកទស្សនាការមើលម៉ោងបងប្អូនម៉ោងនេះគឺកាឡា5 គុតកាឡា5 គុតនេះដាក់វាអត់សូវជាបានត្រីប្រមាណទេបងប្អូនដោយសារអីវាកាឡាធំវាអត់ដូចម៉ោងកាឡាទូចកាឡា3កាឡា4កាឡា4កន្លះអីដាក់ទៅរៀងបានត្រីច្រើនជាងគ្រាន់តែថាវាត្រីនឹងវាទូចនេះជាប់មួយគឺរៀងត្រឹសល្អដែរបងប្អូនម៉ងប្រវែង100 ម៉ែត្រអីដាក់មើលម្ដងបានត្រីប្រហែល20 ត្រីអីចឹងទៅ10 ត្រីអីទេបងប្អូនមិនគាត់ថានេះភាគច្រើនវាជាប់ចាប់ពីកភ្លេងភ្លុកបានវារៀងត្រឹសបើរៀងតូចអត់ជាប់ទេបងប្អូនប៉ុន្តែភាគច្រើនបើជាប់នឹងជាប់វាខំជាប់កាឡាទៅលមូឡើងជាប់ចឹងទៅដូចនេះកភ្លេងភ្លុកបងប្អូននេះវារឿងត្រឹសដែរមើលដាក់កាឡា5ប៉ុណ្ណឹងពេលខ្ញុំលើកមកវារបូតធ្លាក់ចេញទៅវិញតាអានេះអ៊ីត្រីកភ្លេងអានេះដឹងគេហៅកភ្លេងអីបងប្អូនកភ្លេងស្រែហ្នឹងជាប់ដែរប៉ុន្តែមិនជាប់កាឡាគឺវាខំជាប់ចឹងទៅលមូចឹងទៅវាជាប់ចឹងទៅតែអានេះអីត្រីអានេះត្រីរៀលបងប្អូនត្រីរៀលវាត្រូវនឹងកាឡាវាត្រូវកាឡា5ហ្នឹងឬជាប់សិតតែត្រឹសវាអត់ជាតូចប្រមាណនេះគាត់ថាវាអត់សូវបានច្រើនបងប្អូនដាក់ចឹងទៅរយៈពេលមួយយប់ឲ្យបាន4 10 20 ត្រីចឹងទៅអានេះកភ្លេងភ្លុកសិតត្រឹសបងប្អូនកភ្លេងភ្លុកនេះមួយដល់មួយវាពេលដែលយើងដាក់បានទៅវាស្រួលនឹងធ្វើដែរវាជាពិសេសកាឡា5ឲ្យបងប្អូនគិតមើលនៅជាប់ត្រីយ៉ាវ៉ានឹងទៀតនិយាយទៅអាត្រីយ៉ាវ៉ាហ្នឹងដូចជាម៉ងកាឡាប្រហែលក៏ជាប់បងប្អូនជាប់តែពីរហ្មងត្រីយ៉ាវ៉ាហ្នឹងហើយជាប់ម្ដងបងប្អូនហើយវាលមូម៉ងអាក្រក់ជាងគេត្រីធំទៀតតែនេះត្រីកភ្លេងស្រែបងប្អូនមិនមែនជាប់កាឡាអីវាដោយសារវាខំជាប់ទៅវាលមូទៅបានជាប់ទេបើឲ្យសាច់ត្រូវនឹងកាឡាវាកាឡា5មិនជាប់ទេអានេះត្រីកាឡា3កាឡា4នេះប៉ុន្តែសារវាជាប់កាឡា5នេះគឺវាលមូទេមើលដូចអានេះអីវាលមូទេបងប្អូនវាអត់មានជាប់អីនឹងកាឡាទេវាខំជាប់ទៅក៏លមូឡើងជាប់ហើយអាត្រីដែលទូចហ្នឹងគឺពេលដែលជាប់ហ្នឹងគឺលមូសាច់ម៉ងខ្លាំងទៅជាងអាត្រីធំទៅទៀតមើល10 ម៉ែត្រអីជាប់ត្រី2 3បងប្អូននឹងកាឡាធំអញ្ចឹងអត់សូវជាប់ដូចកាឡាទូចទេជាប់ខ្លាំងជាងគេទៅដើមកឆែតដែលវាអាលួយទៅវាងាប់ទៅវាកប់ផុកហ្នឹងទៅជាប់បាទនេះមួយរឿងត្រឹសអានេះជាប់ពេញកាឡាល្អប្រហែលកាឡា5ដាក់ទៅអែមហ្មងហើយបានអានេះមួយទៀតហ្នឹងក៏បានជាប់ពេញកាឡាវាល្អហ្មងកាឡា5ហើយត្រឹសចាប់ពីចូលចិត្ត3ថ្នាក់បងប្អូននេះកភ្លេងភ្លុកមិនគាត់ថាវាធំត្រឹសល្អចិត្តប្រពន្ធត្រីកថដែរហ្នឹងស្រឡាញ់ដល់ពេលដែលការស្រួលធ្វើបងប្អូនត្រីធំចេះហើយកភ្លេងនេះយកទៅអត់មានក្រៅអីពីប្រឡាក់ជៀនទេបងប្អូនគឺប្រឡាក់ហើយដាក់ហាលរៀងមកសពបអូជៀនជាមួយបាយកកត្រូវមាច់ហ្មងអានេះកាឡា5ហ្នឹងរឿងចង់ស្ទើផងមិនបងប្អូនវារឿងចង់តូចវាពេលខ្លះវាជាប់មិនមែនជាប់កាឡាជាប់ខំនឹងមាត់វាទៅវាលមូឡើងជាប់ហ្នឹងទៅហើយដាក់ដែលដោះបានត្រីស្រស់ល្អនេះបងប្អូនដោយសារយើងទើបតែរីដែរទេបងប្អូនទៅបានរយៈពេលខ្ទង់មកជា3 ម៉ោង 4 ម៉ោងអញ្ចឹងទៅវាអត់ទាន់ងាប់អញ្ចឹងបើទុករយៈពេលត្រឹមតែមួយយប់គឺឆាប់បានមានអន់សាច់ខ្លះមានល្អមានអន់ហើយប៉ុន្តែច្រើនបើណារឿងអន់សាច់ចឹងបងប្អូនអត់ចោលដែរស្ដាយវាដោយសារត្រីវារឿងត្រឹសដែរអញ្ចឹងក៏យើង
ឆ្នៃយកមកចេញធ្វើជាប្រហុកចឹងទៅបងប្អូនព្រោះវារឿងធំដែរចឹងណាប៉ុន្តែថាយើងដាក់ភ្លាមយើងបានឆាប់មើលគឺវាបានស្រស់ល្អមើលរួចរាល់បងប្អូនអានេះកន្លា5ហើយនឹងម្ដាយទៀតបងប្អូនវាកន្លា4កន្លះអញ្ចឹងសរុបចូលគ្នាទៅបានជា1គីឡូជាង